បងប្អូនអរគ្នាមកមានចង់ឲ្យបងប្អូនកុំឲ្យមានការយល់ច្រឡំតាក់ទងជាមួយនឹងបាយដែលថាអត់មានសុវត្ថិភាពហ្នឹងគឺអញ្ចឹងមិនតាក់ទងជាមួយនឹងការដាំដោយទឹកខ្មេះឬក៏ចំហុយដោយទឹកខ្មេះទេអត់សុវត្ថិភាពហ្នឹងបានន័យថាការរក្សាទុកអញ្ចឹងមានមិត្តភ័ក្តិបងប្អូនដែលគាត់ធ្លាប់រៀនខាងគេហៅថា food science ហ្នឹងគាត់បានចែកម្លែកជាមួយនឹងម៉ាមីថាតាមរយៈដែលម៉ាមីធ្វើហ្នឹងគឺអាចបង្កឲ្យមានបាក់តេរីក្នុងអំឡុងពេលដែលដឹកជូនបងប្អូនជនពិសឹកឬក៏កងទ័ពថាបាយនៅពេលដែលយើងដាំហើយទុកត្រជាក់1ម៉ោងទៅ2ម៉ោងក្រោយមកវានឹងកើតចេញជាបាក់តេរីហើយបាក់តេរីមួយហ្នឹងម៉ាមីភ្លេចឈ្មោះវាបាត់ហើយមើលអត់ឃើញទេអាការៈវាគឺបង្កឲ្យចុកពុះរាកហើយនឹងក្អួតតែសួរថាមានក្លិនផ្អូមដុសផ្សិតអីហ៎អត់មានទេគឺនៅញ៉ាំបានដូចតែពួកយើងតែញ៉ាំបាយកកអញ្ចឹងដើម្បីថែរក្សាបាយឲ្យមានសុវត្ថិភាពគឺត្រូវរក្សានៅក្នុងទូត្រជាក់ពី2ទៅ4អង្សាអញ្ចឹងនៅកន្លែងហ្នឹងដែលម៉ាមីគិតថាតម្រាប់តែដឹកដល់បងកងទ័ពដូចជាជនភាសាវានឹងអត់មានសុវត្ថិភាពដូច្នេះដើម្បីរក្សាបាយឲ្យបានយូរហើយនឹងមានសុវត្ថិភាពគឺត្រូវរក្សានៅក្នុងទូត្រជាក់ជានិច្ចនេះគឺជាអ្វីដែលម៉ាមីទទួលបានការចែកម្លែកពីអ្នកដែលគាត់មានបទពិសោធន៍អញ្ចឹងបើសិនជាបងប្អូនអរគ្នាមានបទពិសោធន៍ក្នុងការរក្សាបាយឲ្យបានយូរសុវត្ថិភាពអាចចែកម្លែកបាននៅក្នុងវីដេអូមួយនេះ